ហ៊ុនម៉ាណែតនិយាយចេះបានដើម្បីឲ្យខ្មែរគេហៅចាក់ទឹកក្នុងផើងឲ្យឆ្កែវាអូណាហើយរហូតដល់ពួកអាជោអស់ហ្នឹងមកនិយាយថានេះម៉ោង10យប់នេះអាមេរិកហើយនិងម៉ាឡេស៊ីបើកកាយរណបបើកមកមីលុយណាដូចលោកហ៊ុនម៉ាណែតនិយាយតែចង់ឲ្យម៉ាឡេហ្នឹងហើយនឹងអាមេរិកហ្នឹងដាក់កាយរណបលោកហ៊ុនម៉ាណែតគាត់និយាយដូចផោមអញ្ចឹងដើម្បីម៉ាឡេស៊ីគេដូរវិធីកាយរណបគេមកយាមល្បាតព្រំដែនយើងក្នុងមួយថ្ងៃអាចអស់50-60 លានដុល្លារក្នុងមួយថ្ងៃណាហើយចុះអាមេរិកបើឲ្យគេយក high resolution satellite គេមកលើកិច្ចការយើងក្នុងមួយថ្ងៃអាចអស់300ទៅ500 លានដុល្លារ24ម៉ោងហើយចុះហ៊ុនម៉ាណែតគាត់និយាយផោមណាណាគេមកអង្គុយឆ្លោះយើងស្ដាប់តនេះស្អីក៏លុយដែរស្អីក៏លុយដែរបន្តមកទៀតអាមេរិកមានសេនាធិការធំមួយគេហៅ Space Force Command Space Force Command បើអាមេរិកចង់តាមដានក្របកំភ្លើង BM21 ហើយនឹងកំភ្លើង155 មីលីម៉ែត្រឲ្យតែបាញ់គ្នាវាចាប់បានដែរហ្នឹងបើវាចង់ចាប់បានតែក្នុងមួយថ្ងៃវាមិនដឹងចំណាយប្រមាណពាន់លានទេ Space Force ចាប់បានណាកំភ្លើងខ្លោងឲ្យតែ105 មីលីម៉ែត្រខ្លោងទៅវាចាប់បានតែវាអស់លុយច្រើនណាស់ណាអញ្ចឹងរៀងរាល់ថ្ងៃ Space Force អត់អាចអង្គុយមើលគេខ្លោង BM21 ឬក៏គេខ្លោង155 មីលីម៉ែត្រអត់ទេណាហើយចុះអា cruise missile យើងដូចស្អីណាដែលគេបាញ់គ្នានៅយូក្រែនណាពេល cruise missile វាបាញ់ណាខែខ្លះពេលខ្លះអាមេរិកក៏វាឲ្យព័ត៌មានទៅតែតឹងគ្រាប់កន្លះម៉ែត្របដោយ5ម៉ែត្រណាក៏វាអស់លុយច្រើនដែរអញ្ចឹង Space Force មិនមែនមានលុយឯណាទៅចំណាយតាមដានរបស់ហ្នឹងវាអត់គ្រប់ហ្នឹងវា cost and effect ហ្នឹងតម្លៃដែលចាយហ្នឹងហើយតម្លៃបច្ចេកវិទ្យាវាមានប៉ុន្តែថ្លៃស្ដាប់តើនេះ Space Force វាមាន technology but technology cannot put to use every spot everywhere in the world because it is so much money អត់មានលុយដល់តនេះអានឹងចឹងអត់ដឹងណាហ៊ុនម៉ាណែតនិយាយចេះបានដើម្បីឲ្យខ្មែរគេហៅចាក់ទឹកក្នុងផើងឲ្យឆ្កែវាអូណាហើយរហូតដល់ពួកអាជោអស់ហ្នឹងមកនិយាយថានេះម៉ោង10យប់នេះអាមេរិកហើយនិងម៉ាឡេស៊ីបើកកាយរណបបើកមកមីលុយណាបើកម្ពុជាឲ្យមាន proper monitoring of the border ហ្នឹងមួយថ្ងៃ300 លានអីចឹងណាបើ300 លានដាក់កប៉ៅអាហ្នឹងគេសັບចិត្តធ្វើបើឲ្យគេដាក់300 លានក្នុងការស្វែងរករឿងព្រំដែនណាគេធ្វើយល់ទេបងប្អូនអាមួយគេហៅថា technology and availability អាមួយទៀត technology and cost analysis តើវា viable ឬក៏ not viable available ឬ not available បងប្អូន technology ឥឡូវនេះវា super ហើយប៉ុន្តែ super មិនក៏ដោយក៏វាត្រូវការលុយ